បានសួស្តីបងប្អូនទាំងអស់គ្នាបាទស្វាគមន៍សម្រាប់ការវិលមកកាន់ Channel របស់ខ្ញុំសាជាថ្មីបាទវីដេអូថ្ងៃនេះដែរគឺខ្ញុំនឹងមកនិយាយបន្ថែមពាក់ព័ន្ធជាមួយនឹងការ update របស់ data network ថា data network ហ្នឹងគឺវា update មកដល់ចំណុចណាហើយបាទអញ្ចឹង data network នេះតើទៅខ្ញុំបានធ្វើវីដេអូបង្ហាញពីរបៀបនៃការចុះឈ្មោះបាទរបៀបនៃការធ្វើយ៉ាងណាយើងអាចរកកាក់ឲ្យបានច្រើននៅក្នុងការ mining ជាមួយ data network នេះហើយ data network នេះបើសិនមកយើងក៏លេចមើលមក play ទៅឬក៏យើងអាចសម្គាល់ទៅយើងឃើញថា data network នេះគឺវាទម្រង់នៃការលេងរបស់វាគឺអត់សូវខុសគ្នាពី Pi network ទេដែល Pi network វាទើបតែនឹង list ចូលទីផ្សារឬក៏ចែកកាក់ទៅឲ្យ user របស់គេគឺប្រហែលជា2 3ខែមុនហើយមានអ្នកខ្លះក៏ទទួលបានរាប់ពាន់ដុល្លារនោះដែលក្នុងមួយកាក់របស់ Pi គឺមានតម្លៃជិត$3ដែលអញ្ចឹងគឺច្រើនមែនទែនប៉ុន្តែគ្រាន់តែវាចំណាយពេលយូរឆ្នាំអញ្ចឹង data network នេះក៏អត់សូវខុសគ្នាដែរគឺទម្រង់នៃការ mining របស់វាគឺក្នុងមួយថ្ងៃបន្ទាប់ពីបងប្អូនទាំងអស់គ្នាបានដំឡើងឬក៏ចុះឈ្មោះជាមួយវារួចរាល់ហើយយើងចូលចុច mining វាតែម្ដងទេបាទអញ្ចឹងបងប្អូនទាំងអស់គ្នា24ម៉ោងចូល mine តែម្ដងទេហើយសម្រាប់បងប្អូនទាំងអស់គ្នាដែលចាប់អារម្មណ៍លេងជាមួយវាហើយអត់បានចុះឈ្មោះទេបងប្អូនទាំងអស់គ្នាអាចចូលទៅមើល link ខាងក្រោម description នេះបានឧទាហរណ៍ថាបងប្អូនទាំងអស់គ្នាបាទកំពុងតែតាមដានទស្សនាវីដេអូរបស់ខ្ញុំអញ្ចឹងបងប្អូនទាំងអស់គ្នាគ្រាន់តែយកម្រាមដៃចុចទៅលើចំណងជើងនៃវីដេអូនេះមកបងប្អូនទាំងអស់គ្នានឹងឃើញត្រង់ចំណុចនេះខ្ញុំសេចថាវីដេអូបង្ហាញពីវិធីការចុះឈ្មោះជាមួយ data network ហ្នឹងហើយបងប្អូនទាំងអស់គ្នាគ្រាន់តែយកម្រាមដៃចុចលើសញ្ញា YouTube និងបងប្អូនទាំងអស់គ្នាចូលទៅដល់វីដេអូដែលបង្ហាញពីវិធីការចុះឈ្មោះដើម្បី mining សន្សំកាក់ជាមួយ data network នេះហើយបងប្អូនទាំងអស់គ្នាមួយទៀតខ្ញុំសូមណែនាំឲ្យ join ក្នុង group Telegram ដែល group Telegram នេះគឺសម្រាប់តែ team data network ទេដែលខ្ញុំនឹងទម្លាក់ព័ត៌មានផ្សេងៗឬក៏ចម្ងល់បងប្អូនផ្សេងៗនៅក្នុងការរកលុយជាមួយ data network នេះអាចសួរខ្ញុំក្នុង group នេះបានហើយសម្រាប់ data នេះបាទយើងនិយាយចាំទៅវាប្រហែលជាចំណាយពេលរៀងយូរដែរព្រោះខ្ញុំគិតថាវាអត់សូវខុសគ្នាពី Pi ទេប៉ុន្តែបើសិនបើវាដូចជា Pi network មែនគឺល្អមែនតើទោះបីជាវាយូរបងប្អូនអរគ្នាយើងគិតថាយើងគ្រាន់រកតែ free សម្រាប់យើងដល់ថ្ងៃវាចែកកាត់យើងទទួលបាន2 3000ដុល្លារទៅហ្នឹងក៏វាមិនជាបញ្ហាដែរព្រោះថាមួយថ្ងៃយើងចូលតែម្ដងទេហើយវាអត់ចំណាយ space ឬក៏ទាមទារលុយអ៊ីនធឺណិតច្រើនដែរយើងគ្រាន់តែទុកវាចោលទូរស័ព្ទដៃរបស់យើងរៀងរាល់24ម៉ោងយើងចូលមកម៉ាញម្ដងហើយស្រាប់តែដល់ថ្ងៃចែកលុយទទួលបាន2000ដុល្លារគឺល្អមែនតើអូខេចឹងសម្រាប់វីដេអូថ្ងៃនេះខ្ញុំនិយាយពីការពង្រឹងប្រព័ន្ធសុវត្ថិភាពនៅក្នុង data network ឬក៏ data app របស់យើងដែលប្រព័ន្ធសុវត្ថិភាពនេះគឺវាល្អមែនទែនអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលទាន់បានដាក់ប្រព័ន្ធសុវត្ថិភាពនេះទេយើងត្រូវតែដាក់ទៅនៅពេលដែលបងប្អូនទាំងអស់គ្នាចង់បាទ login account របស់យើងចូលទៅក្នុង device ផ្សេងឬក៏យើងបាត់ទូរស័ព្ទហើយយើងចង់ទិញទូរស័ព្ទថ្មីឬក៏បងប្អូនទាំងអស់គ្នាឧទាហរណ៍ថាយើងប្រើ Oppo ស្រាប់តែយើងចង់ទៅ login នៅក្នុង iPhone ឬក៏ Samsung យើងទាមទារឲ្យមាន security cycle មួយដែលទាមទារចំណុចហ្នឹងគឺត្រូវតែដាក់លេខទូរស័ព្ទអ្នកដែលគាត់ដែលយើងទុកចិត្តបានណាអញ្ចឹងកន្លែងនេះបងប្អូនទាំងគ្នាអាចដាក់លេខទូរស័ព្ទរបស់ខ្ញុំបានដែលលេខទូរស័ព្ទហ្នឹងគឺខ្ញុំដាក់នៅខាងឆ្វេងដៃបងប្អូនទាំងគ្នាអាចដាក់ទៅហើយអាចសួរខ្ញុំនៅក្នុងក្រុមបានមានន័យថាបងប្អូនទាំងគ្នាជាប់នៅក្នុងក្រុម Smart Data បងប្អូនទាំងគ្នាអាចសួរខ្ញុំជាលក្ខណៈ private ឬក៏ផ្ទាល់ខ្លួនបាននៅពេលបងប្អូនទាំងគ្នាចង់ login គឺខ្ញុំនឹងនៅពេលបងប្អូនទាំងអស់គ្នាចង់ login បងប្អូនទាំងអស់គ្នាអាចសួរពីលេខកូដចំនួន6ខ្ទង់តាមរយៈខ្ញុំបានអញ្ចឹងកន្លែងនេះមិនជាបញ្ហាទេឬក៏បងប្អូនទាំងអស់គ្នាអាចដាក់លេខទូរស័ព្ទអ្នកណាក៏បានដែរដែលបងប្អូនទាំងអស់គ្នាទុកចិត្តបានអញ្ចឹងកន្លែង security cycle នេះគឺសំខាន់មែនទែនអញ្ចឹងខ្ញុំអាចចូលមកកន្លែង menu ឬក៏ menu បង្ហាញជូនបងប្អូនបន្តិចត្រង់ចំណុចនេះគឺគេមាន security cycle ឬក៏ provide security នេះ security cycle នេះគឺបើយើងនិយាយដល់មែនទែនទៅគឺវាមានអត្ថប្រយោជន៍ខ្ពស់មែនទែនសម្រាប់ account ដែលយើងប្រើវាបើសិនបងប្អូនទាំងអស់គ្នាអត់ដាក់វាទេដូចខ្ញុំនិយាយអញ្ចឹងពេលយើងចង់ login device ថ្មីឬក៏នេះឥឡូវហ្នឹងគឺ data network គឺវា update ដល់ version 1.19 ហើយអានេះគឺយើងអាចដំឡើងវានៅក្នុង Play Store បានដែលជាដំណឹងល្អមែនទែនព្រោះថា Play Store អត់ងាយមាន app ណាដាក់ចូលបានទេព្រោះជា app មួយដែលវាមានប្រព័ន្ធ security ត្រឹមត្រូវរបស់គេដែរដែលដាក់ដល់ Android អញ្ចឹង data network នេះឥឡូវនេះគឺវាបានស្នើសុំដំឡើង app របស់វានៅក្នុង Play Store អញ្ចឹងគឺវាដំណឹងល្អមួយសម្រាប់ team ដែលយើងលេងជាមួយ data network នេះដូចគ្នាអូខេអញ្ចឹងខ្ញុំបង្ហាញពីរបៀបដាក់ security cycle សិនហើយវីដេអូក្រោយខ្ញុំនឹងបង្ហាញពីរបៀបនៃការដំឡើង version ហើយយើងធ្វើយ៉ាងណាទើបអាច login បានអូខេអញ្ចឹងតើតែបងប្អូនទាំងគ្នាមើលវីដេអូនេះយល់សិនតើតែបងប្អូនទាំងគ្នាដាក់ជាមួយ security cycle សិនទើបយើងអាចដំឡើង version បានអូខេអញ្ចឹងយើងចូលមកកន្លែង home របស់យើងវិញបងប្អូនទាំងគ្នាចូលមកកន្លែងនេះដើម្បីដំឡើង security cycle បានបងប្អូនទាំងគ្នាចូលកន្លែងនេះខ្ញុំដាក់បាន3 account ហើយយើងចុចលើវាមួយអូខេបន្ទាប់មកទៀតនេះបងប្អូនទាំងគ្នាអាចដាក់លេខទូរស័ព្ទអ្នកណាក៏បានដែរដែលយើងទុកចិត្តបានហើយបើសិនបើអត់មានទេបងប្អូនទាំងគ្នាអាចដាក់លេខទូរស័ព្ទដែលខ្ញុំដាក់នៅខាងឆ្វេងដៃនេះបានហើយអាច join ក្នុង group Telegram សម្រាប់ team data របស់យើងទៅអូខេអញ្ចឹងបងប្អូនទាំងគ្នាចូលមកកន្លែងនេះនៅពេលយើងចូលមកដើម្បី add លេខទូរស័ព្ទបានណាកន្លែងនេះយើងអាច add រហូតដល់5លេខទូរស័ព្ទហើយតែមួយទូរស័ព្ទក៏បានរហូតដល់5ក៏បានវាមិនជាបញ្ហាទេហើយបើសិនបើយើងបានរហូតដល់5វាគ្រប់100%វាកាន់តែល្អអញ្ចឹងកន្លែងនេះខ្ញុំដាក់ពាក្យថា add manually អូខេចុចលើវាហើយមកដល់កន្លែងនេះគឺយើងត្រូវបំពេញលេខទូរស័ព្ទអញ្ចឹងលេខទូរស័ព្ទណាដែលយើងចង់ដាក់អញ្ចឹងខ្ញុំដាក់លេខទូរស័ព្ទមួយខ្ញុំដាក់លេខទូរស័ព្ទរបស់ខ្ញុំអូខេខ្ញុំលេង2 account បន្ទាប់មកទៀតមកដល់កន្លែងនេះតើបងប្អូនទាំងគ្នាចង់ដាក់ឈ្មោះហ្នឹងឈ្មោះយ៉ាងម៉េចឲ្យយើងចាំខ្លួនឯងថាយើងបានលេខទូរស័ព្ទដែលយើងបានដាក់នៅក្នុង security cycle ជាលេខទូរស័ព្ទរបស់អ្នកណាអូខេអញ្ចឹងបើសិនបើបងប្អូនទាំងអស់គ្នាយើងកន្លែងនេះយើងស្គាល់ឈ្មោះឬក៏លេខទូរស័ព្ទរបស់អ្នកណាដែលយើងស្និទ្ធមែនតើយើងដាក់នឹងមកទៅហៅថាអត់ស្គាល់ទេបងប្អូនទាំងគ្នាចង់ដាក់លេខទូរស័ព្ទរបស់ខ្ញុំបងប្អូនអាចដាក់មក MMO បាទតារា MMO ទៅឧទាហរណ៍អញ្ចឹងណាបាទ
Dara បាទ MMO ចឹងទៅអាហ្នឹងគឺសម្រាប់លេខរបស់ខ្ញុំហើយអញ្ចឹងបងប្អូនចំណាំអូខេអញ្ចឹងនេះគឺជាលេខរបស់ខ្ញុំដែលជា admin ហើយបងប្អូនគ្នាពេលចង់បាន security code បងប្អូនគ្នាអាច contact ខ្ញុំបានខ្ញុំនឹងផ្ដល់ទៅ security code ឲ្យបងប្អូនគ្នាហើយបងប្អូនកុំបារម្ភថានៅពេលខ្ញុំមានលេខ code បងប្អូនគ្នាខ្ញុំអាច log in ឬក៏ថ្ងៃក្រោយអាចផ្ទេរកាក់បងប្អូនបានគឺអត់ទេគ្រាន់តែនេះគឺជាការពឹងពាក់គ្នាទៅមកទៅវិញទេដូចខ្ញុំដាក់លេខទូរស័ព្ទរបស់មិត្តភក្តិខ្ញុំដែរអញ្ចឹងនៅពេលខ្ញុំត្រូវការ code ខ្ញុំទៅសួរមិត្តភក្តិឬក៏ឆាតទៅសួរមិត្តភក្តិខ្ញុំដូចគ្នាអូខេអញ្ចឹងកន្លែងនេះដោយសារតែវាជាលេខទូរស័ព្ទរបស់ខ្ញុំអញ្ចឹងខ្ញុំចំណាំលេខទូរស័ព្ទរបស់ខ្ញុំហើយខ្ញុំ log in នឹងទូរស័ព្ទណាអញ្ចឹងខ្ញុំអត់បញ្ហាខ្ញុំអត់ដាក់ឈ្មោះបានដែរខ្ញុំដាក់លេខទូរស័ព្ទតែម្ដងខ្ញុំដាក់096បាទ50គុតមិនដើមបាទ28ខ្ញុំដាក់លេខទូរស័ព្ទតែម្ដងហើយយើងចុចលើពាក្យថា submit ខាងក្រោមអញ្ចឹងកន្លែងនេះខ្ញុំចង់បញ្ជាក់ថាបើសិនបើវាកន្លែងនេះគឺវាឲ្យយើង log in យើង scan វាដៃមកពេលខ្លះគឺវាឲ្យយើងពេលខ្លះវាអត់ឲ្យបងប្អូនកុំបោះបង់យើងព្យាយាម log in វាម្ដងទៅពីរដងគឺវានៅតែបន្តឲ្យយើងដដែលទេពេលខ្លះវា error ដែរព្រោះ app នេះវាអត់ដំណើរការស្រួលទេអូខេអញ្ចឹងនៅកន្លែងនេះគេដាក់ពាក្យថា execution successfully មានថាយើងជោគជ័យចុចថា OK បងប្អូនឃើញកន្លែងនេះគឺវា load លេខទូរស័ព្ទខ្ញុំបាន share មិញហ្នឹងហើយគឺ 80% ហើយវីដេអូក្រោយខ្ញុំនឹងនិយាយលម្អិតថាតើ security cycle ហ្នឹងវាមានអត្ថប្រយោជន៍អីហើយហេតុអីបានយើងចាំបាច់ត្រូវដាក់វាហើយគ្រាន់តែចង់ឲ្យបងប្អូនថាសម្រាប់អ្នកដែលលេង data network ត្រូវតែដាក់ security cycle នេះតែម្ដងយ៉ាងហោចណាស់ក៏មានលេខទូរស័ព្ទមួយដែរដែលយើងត្រូវតែដាក់ជៀសវាងនៅពេលយើងបាត់ទូរស័ព្ទយើងចង់ដូរទូរស័ព្ទថ្មីយើងត្រូវតែទទួលបានលេខកូដដើម្បី login ចូលបើមិនបងប្អូនទាំងគ្នាអត់មានលេខកូដ login ចូលទេគឺកាក់របស់យើងនៅក្នុងទាំងអស់គឺបាត់ទាំងអស់មានថាយើងអាច login ចូលទៅប្រើ account របស់យើងវិញបានទេអញ្ចឹងឧទាហរណ៍ថាយើងមាញបាន1000 2000កាក់ហើយស្រាប់តែយើងបាត់ទូរស័ព្ទឬក៏ខូចទូរស័ព្ទហើយយើងចង់ login ចូល device ថ្មីនៅពេលយើងទិញទូរស័ព្ទថ្មីយើងអត់បានដាក់ security cycle នេះគឺចប់ហើយបាទគឺសូន្យតែម្ដងគឺកាក់របស់យើងទាំងអស់គឺអាចចូលវិញបានទេតើតែមានលេខកូដដើម្បី login ចូលទើបអាចចូលទៅវិញបានហើយលេខកូដគឺជាលេខដែលបងប្អូនទាំងនេះអាចដាក់ទៅខ្ញុំបង្ហាញមិញហ្នឹងថាលេខអ្នកណាក៏បានដែរដែលគាត់ប្រើប្រាស់ឬក៏ដំឡើង app បាទដែលគាត់បានដំឡើង app ជាមួយនឹង data network ឬក៏កំពុងលេងដូចគ្នាហើយបើអត់មានទេអាចដាក់លេខទូរស័ព្ទរបស់ខ្ញុំបានលេខទូរស័ព្ទខ្ញុំដាក់នៅខាងឆ្វេងដៃនៃវីដេអូនេះដូចគ្នាអូខេអញ្ចឹងវីដេអូនេះបង្ហាញប៉ុណ្ណឹងសិនវីដេអូក្រោយខ្ញុំនឹងនិយាយពាក់ព័ន្ធជាមួយនឹងការចូលទៅប្រើប្រាស់ជាមួយនឹង version ថ្មីហើយនៅពេលដែលយើង log in បាទមានន័យថាយើងចូលទៅដំឡើង app ថ្មីរបស់យើងហើយវាទាមទារ security code ហ្នឹងតើយើងនឹងចូលទៅយកដោយរបៀបណាអូខេអញ្ចឹងវីដេអូនេះយើងបញ្ចប់ត្រឹមនេះសិនហើយជួបគ្នានៅវីដេអូក្រោយបាទអរគុណបងប្អូនទាំងអស់គ្នាបានតាមដានទស្សនាវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់បាទសូមអរគុណសូមគោរពលា